ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់6នាក់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបងបញ្ជូនទៅតុលាការព្រឹកនេះដោយឡែកការចរចាសំណងចំពោះគ្រួសារជនរងគ្រោះមិនទាន់ត្រូវគ្នាជនរងគ្រោះទាមទារសំណងម្នាក់$35,000 ម្ដាយជនបង្កសុំសងម្នាក់$10,000 ដោយម្ដាយជនបង្កបានលើកឡើងថាករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ខ្លះទទួលបានសំណងតែ$2,000 តែ$3,000 ទេគាត់សងម្នាក់$10,000 នេះច្រើនហើយម្យ៉ាងទៀតគាត់ត្រឹមចំណាយលុយជួសជុលឡានកូនគាត់ទៀតជនរងគ្រោះមិនព្រមទទួលទេនៅថ្ងៃនេះសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានទំនាក់ទំនងមកជនរងគ្រោះដើម្បីទៅចរចាសម្របសម្រួលគ្នាជាលើកទី2នៅរសៀលថ្ងៃនេះតែជនរងគ្រោះមិនទៅដោយសារម្ដាយជនបង្កដាក់សម្ពាធមកលើគ្រួសារជនរងគ្រោះខ្លាំងពេកជាពិសេសមើលងាយជីវិតជនរងគ្រោះមិនស្មើថាយន្តកូនគាត់ខ្ញុំគិតថាម្ដាយជនបង្កអាចជាមនុស្សមិនសូវចេះរៀបពាក្យនិយាយទេទើបធ្វើឲ្យប៉ះអារម្មណ៍គ្រួសារជនរងគ្រោះដូច្នេះគួររកអ្នកណាដែលចេះអំពីរបៀបនិយាយឬអាចជាមេធាវីឲ្យចូលមកសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះអាចនឹងដោះស្រាយគ្នាត្រូវប៉ុន្តែទោះបីការចរចាសំណងរដ្ឋបវេណីត្រូវគ្នាក៏ដោយជនបង្កនៅតែត្រូវបញ្ជូនទៅតុលាការផ្តន្ទាទោសដដែល